ADHD នឹងមានប្រមាណប្រភេទតាមការសិក្សាស្រាវជ្រាវ ADHD ដែលយើងតែងតែនិយាយថា Attention Deficit Hyperactivity Disorder ហ្នឹងគឺគេបែងចែកវាជា3ប្រភេទទី1គឺ Inattentive Type គឺប្រភេទដែលมันអាចទទួលយកការយកចិត្តទុកដាក់បានគេហៅថា ADHD ប្រភេទអត់មានការយកចិត្តទុកដាក់ជាចម្បងមានគាត់អត់យកចិត្តទុកដាក់ទេគាត់ careless គាត់អត់មានការផ្ចង់អារម្មណ៍ទេអត់យកចិត្តទុកដាក់មិនទី1គាត់លំបាកបាទ ADHD ប្រភេទទី1គឺគាត់លំបាកក្នុងការផ្ចង់អារម្មណ៍ទី2គាត់ងាយនឹងភ្លេចភ្លាំងរៀនមុខភ្លេចឲ្យក្រោយរៀនឲ្យក្រោយភ្លេចមុខទៅមុខភ្លេចឲ្យក្រោយដាក់នេះភ្លេចនោះដាក់នេះភ្លេចនេះបាទទី3គឺមិនសូវស្ដាប់ទេពេលដែលយើងនិយាយជាមួយគាត់ចាំនៅ ADHD មិនមែនគាត់អត់ចេះនិយាយទេគាត់ចេះនិយាយប៉ុន្តែគាត់មិនសូវស្ដាប់យើងទេពេលដែលយើងនិយាយជាមួយគាត់ទី4គឺពិបាកក្នុងការរៀបចំផែនការណាមួយដែលធ្វើទៅឲ្យបញ្ចប់កិច្ចការដោយត្រឹមត្រូវអញ្ចឹងប្រភេទមូលហេតុអាចចំណុចទាំងអស់នេះគេចាត់ទុកថា1 ADHD 1គឺ ADHD Inattentive Type ប្រភេទ ADHD ទី2គឺជាប្រភេទមួយដែលយើងថាសកម្មហួសហេតុដែលมันអាចគ្រប់គ្រងនៅសកម្មភាពខ្លួនឯងបានដែលយើងអាចឈ្មោះថា Hyperreactive ឬក៏ Impulsive Type យើងអាចកត់សម្គាល់បានយ៉ាងម៉េចទី1និយាយច្រើនហួសហេតុពេចបប៉ុន្តែនិយាយអត់ដឹងនិយាយពីអីចឹងណានិយាយច្រើនមែនតើទី2ឲ្យគាត់នៅស្ងៀមគាត់អត់ចេះនៅស្ងៀមទេបាទឲ្យអង្គុយឲ្យស្ងៀមគឺអត់ចេះអង្គុយទេมันបានដូចយើងអង្គុយនៅអង្គុយស្ដាប់អីតែ1នាទីអង្គុយបានផងបាទទី1និយាយច្រើនទី2អត់ចេះអង្គុយស្ងៀមហើយទី3គឺមិនចេះអង្គុយស្ងៀមហើយនៅក្នុងបន្ទប់ចឹងមកនៅកន្លែងមកតែពុកម្ដាយហត់ដោយសារគាត់ជួនកាលគាត់ឡើងតោងនេះជួនកាលគាត់ឡើងតោងពីកន្លែងណាដែលគាត់តោងបានជួនកាលគាត់ឡើងទៅលើកៅអីមិនដឹងថាគាត់គ្រោះថ្នាក់ដួលគាត់ដឹងគឺយើងមើលឃើញប្រភេទនេះគឺគាត់ impulse គាត់ active reactivity ហ្មងគឺ hyper តែម្ដងហើយមួយទៀតគឺអត់ចេះរងចាំវេនខ្លួនឯងទេធម្មតាទេលោកស្រីអាចដឹងហើយតែនៅមិនស្ងៀមអញ្ចឹងមកឲ្យឈរនៅចាំវេនខ្លួនឯងចាំបានអត់គឺមិនអាចចាំបានទេឧទាហរណ៍ថានៅក្នុងកន្លែងមួយដែលឲ្យគាត់តម្រង់ជួរសម្រាប់ចាំដើម្បីទទួលដល់វេនគាត់ធ្វើអីមួយគឺគាត់អត់ចេះគាត់មិនអាចឈរស្ងៀមបានហើយបើសួរសំណួរក្នុងថ្នាក់រៀនសួរវិញគាត់សួរនេះគាត់ឆ្លើយកាត់គេកាត់ឯងពីការបានហ្នឹងឆ្លើយកាត់គេកាត់ឯងហើយមិនចាំវេនមកគាត់ដើម្បីគ្រូសួរទេមិនចាំវេនមកគាត់ដើម្បីឲ្យធ្វើឲ្យមួយគឺគាត់ធ្វើសកម្មភាពហ្នឹងរំខានដល់គេតែម្ដងអញ្ចឹងគាត់មិនចេះរងចាំវេនដល់វេនគាត់ឬក៏ចាំវេនអ្នកទៅអត់ទេគឺឲ្យគាត់ចាំនេះគឺ no មិនអាចទៅរួចទេនិងទី3ប្រភេទទី3គឺជាប្រភេទមួយដែល combine បញ្ចូលគ្នាទាំងប្រភេទទី1និងប្រភេទទី2ចូលគ្នាមកតែម្ដងអញ្ចឹងលោកស្រីអាចសង្កេតឃើញហើយប្រភេទទី1វាប៉ុណ្ណឹងប្រភេទទី2វាប៉ុណ្ណឹងចុះទី3បើបញ្ចូលអាពីរទៅគុំបញ្ចូលគ្នាចង់អារម្មណ៍ក៏ពិបាកចង់អារម្មណ៍ភ្លេចភ្លាំងក៏ភ្លេចភ្លាំងមិនសូវស្ដាប់ពេលយើងនិយាយក៏មិនស្ដាប់ពេលយើងនិយាយមិនស្ដាប់យកចិត្តទុកដាក់ធ្វើការឲ្យមួយពិបាករៀបចំផែនការនិយាយច្រើនហួសហេតុអត់ចេះអង្គុយស្ងៀមលពឹកសកម្មរហូតរត់ឡើងទៅនោះបាទហើយម្យ៉ាងទៀតចូលចិត្តធ្វើអ្វីមួយកាត់គេកាត់ឯងសរុបបញ្ចូលគ្នាមកបានជាប្រភេទ ADHD ទី3ការធ្វើរោគវិនិច្ឆ័យរបស់ ADHD គឺគេត្រូវធ្វើឡើងដោយអ្នកជំនាញសុខភាពផ្លូវចិត្តបាទហើយមិនមែនយើងគ្រាន់តែអង្គុយមើលយើងគ្រាន់តែអានឹង ADHD ហ្នឹងនៅអត់មានទេគាត់តែអាចថាអូខេសន្និដ្ឋានជាបឋមតែប៉ុណ្្នឹងទេប៉ុន្តែបើឲ្យប្រកបគឺมันអាចនិយាយថាប្រកបទេលុះត្រាតែយើងទៅជួបអ្នកជំនាញដើម្បីធ្វើរោគវិនិច្ឆ័យដើម្បីគេសួរទៅលើបញ្ហាផ្សេងវិវត្តនភាពរបស់កុមារតាំងពីតូចរហូតមកនៅគេធ្វើ check list check អីហ្នឹងទៅកម្រិតនៃរោគសញ្ញាឬក៏គេសួរទៅលើអត្តពលប្រចាំថ្ងៃរបស់បុគ្គលនឹងយ៉ាងម៉េចអីយ៉ាងម៉េចតើបុគ្គលដែលបានណាព្យាបាលហ្នឹងគាត់មេដាបេដាប្រចាំថ្ងៃគាត់ធ្វើអីយ៉ាងម៉េចគេសួរនាំពីដើមហេតុរហូតមកដល់ពេលដែលមានបញ្ហានេះកើតឡើងអញ្ចឹងបានគេអាចសន្និដ្ឋានអូខេគឺជាប្រភេទ ADHD ប្រភេទមួយនេះឬ ADHD ប្រភេទមួយនេះហើយជាទូទៅយើងតែឃើញថាតាមានគឺអាពីរនេះបញ្ចូលគ្នាហើយកម្រមានតែមួយគឺពីរទៅបញ្ចូលគ្នាបង្កើតបានតែមួយគឺប្រភេទទី3នឹងតែម្ដង